បាទពេញលេងហើយមួយថ្ងៃនេះបងប្អូនបានឆាក្តៅម្រះប្រូនេះឆាក្តៅមិនមែនឆាក្តៅម្រះប្រូទេឆាគ្រឿងណាសុំទោស20ទោសបងប្អូនឆាគ្រឿងសាច់មាន់លឿងណាមិនលឿងស្វិតណាមិននេះបងប្អូនខ្ញុំបាទក៏ចាប់ផ្ដើមធ្វើមិនហើយបងប្អូនណាកាប់មិនចាំមិនសាច់មាន់តាមមកខាងនោះហូបមិនអស់ទេបងប្អូនណាធំដែរ2គីឡូនេះមិននេះ2គីឡូចំនួន2គីឡូមិនមីមិនលឺមើលលឿងមិនលឿងបានច្រាំសាច់ហើយបងប្អូនឲ្យតាមដំណើររឿងណាបងប្អូនណាកាប់ពុះមកខាងណាដើម្បីបានបលិសយកសាច់ច្រាំជាឈិនទូចទៅណាបងប្អូនណាយើងយកទៅលេងវាស្រួលបងប្អូនវាឆាប់ឆ្អិនលីងរួចហើយយើងបំពងគ្រឿងណាបងប្អូនណាគ្រឿងយើងលក្រីលក្រូចទៅយើងលីងវាឈ្ងុយណាបងប្អូនណាអានេះខ្ញុំបាទចាប់ផ្ដើមហាន់សាច់ហើយគេហាន់គ្រឿងយើងហាន់សាច់ទៅណាពេលបានឆ្អិនយើងបានហូបទាំងអស់គ្នាយើងក៏បានហូបគេក៏បានហូបយើងក៏បាន content បានវីដេអូចែកជូនពុកម៉ែបងប្អូនចំណេញមួយទៀតណាបងប្អូនណាធ្វើយូរទៅក៏ដូចយើងចេះធ្វើម្ហូបណាដោយសារតែយើងចង់បានវីដេអូណាចង់បានវីដេអូក៏ធ្វើចេះអេងក៏អុយរៀនធ្វើចេះអេងបងប្អូនណាធ្វើយូរទៅក៏ចេះក៏ចង់ផៅបាត់ដែរចង់ផៅដៃចំណាននឹងក៏ឆ្ងាញ់ដែរណាការនិយាយអីក៏ធ្វើដែរបងប្អូនណានេះដាក់ទៅមកពីធ្វើការវិញហើយក៏ទៅផ្សារក៏រកទិញមិនគិតមេនូធ្វើអីឆាគ្រឿងណាបងប្អូនណាមេនូថ្ងៃនេះឆាគ្រឿងចែកជូនពុកម៉ែបងប្អូនប៉ុន្តែមិននេះវាស្វិតបន្តិចបងប្អូនណាអូរឹងជើងមិនបាច់ក៏គេទេអូស្វិតណាស់បងប្អូនណានេះជើងនេះអូស្វិតណាស់សាច់មិនលឿងនេះសាច់មិនលឿងថៃគេហៅថាកៃនីវស្វិតមិនមិនស្រែទេបងបើមិនស្រែឆ្ងាញ់រួមមិនស្រែអំបាទមិនស្រែបើតែមកតួប៉ុណ្ណេះ200បាត់អានេះ120បងប្អូនណាមកហូបបាន2ពេលធំដែលនេះជាងផៅផ្ដើមហាន់គ្រឿងខ្ញុំបាទក៏ហាន់សាច់យករួចហើយសាច់ជាងក៏បានរួចហើយក៏យើងយកទៅកកូវាឲ្យវាឆ្អិនសិនរំយើងយកមកផាត់ជុំគ្រឿងយើងក៏យកមកលីងវាឈ្ងុយក្រៀមបានយើងក៏កូរជុំគ្នាផ្សំគ្រឿងអានេះបានកកូរសាច់សិនបងប្អូនណាព្រោះវាខាស់ទឹកសិននេះយើងផុសក៏ហាន់ហើយហាន់គ្រឿងលក្រីលក្រូចមានតែលក្រីលក្រូចទៅលីងណាឆាគ្រឿងសាច់មាន់លឿងឆ្អិនហើយបងប្អូនណាចាប់ដើមស្រង់សាច់ហើយក៏យើងបានដាក់លីងគ្រឿងណាលក្រីលក្រូចយើងលីងគ្រឿងរួចហើយក៏យើងលីងដេញកទីមរួចហើយក៏យើងដាក់សាច់ចូលទៅណាបងប្អូនណាដាក់សាច់ចូលនេះគេហៅឆាគ្រឿងសាច់មាន់ជាតិណាបងប្អូនណាធ្វើយ៉ាងចេះដាក់លក្រីលក្រូចយើងចូលក៏ដាក់ម្សៅស៊ុបអានេះគេហៅដាក់រ៉ូឌីក៏ដាក់ម្សៅស៊ុបបងប្អូនឲ្យចាស់ដៃបន្តិចទៅបានវាឆ្ងាញ់ម្សៅស៊ុបនោះដាក់មួយក្តាប់ធំរួចក៏យើងដាក់น้ำมันហយទឹកត្រីស៊ីអ៊ូខាវដាក់ម្រះប្រូយើងចុងក្រោយមិនចប់ណាសាច់ឆ្អិនចូលជាតិហើយក៏ដាក់ទៅអស់ប៉ុណ្ណេះគ្រឿងយើងឆ្ងាញ់ហើយបងប្អូនលេងឲ្យក្រៀមទៅក៏ឆ្ងាញ់ហើយចាគ្រឿងបងប្អូនណានេះចាគ្រឿងខ្ញុំបាទនេះឆ្អិនហើយបងប្អូនណាកុំភ្លេចតិดตามផងណាបងប្អូនដែលមិនទាន់បានតិดตามមកហូបជុំខ្ញុំបាទនេះមួយចានប៉ុណ្ណេះលេខពោះហើយបាន700ចានហើយមកហូបបាយជុំខ្ញុំបងប្អូនឆ្ងាញ់ហ្នឹងអូលក់មើលតែឆ្ងាញ់ហ្នឹងដាក់អស់បាយ2ចាន3ចាននោះបងប្អូនឆ្ងាញ់បានហូបពិសេសថ្ងៃនេះពិសេសឆាគ្រឿងសាច់មិនលឿងគេទៅថាវាស្វិតបន្តិចណាបងប្អូនណាឆ្ងាញ់ដែរក្រិនបើឆាអុយក្រៀមទៅឆ្ងាញ់ណាបងប្អូនអរគុណច្រើនបងប្អូនជួយ like ជួយ share ផ្ញើ